Web setting សម្រាប់ប្រើជើង multi speed តាមរយៈ terminal របស់វាយើងប្រើតាមជើង DI 1សម្រាប់ run stop ហើយ DI 3ហើយ DI 4 low speed ហើយ DI 4 high speed យើងត្រូវ setting នៅក្នុង parameter របស់វានេះ VSD របស់វាគឺ Vicon VSD 500អញ្ចឹងដំបូងឡើយយើងត្រូវចុច exit ចូលពាក្យ parameter basic setting យើងរើសយក source of the operation យើងយកជា terminal មកយើងប្រើជើង terminal ទាំងអស់ហ្នឹងតមកទៀតយើងចូលនៅក្នុង DI អញ្ចឹងទីយើងប្រើ DI 3ជា low ចឹងខ្ញុំកិលទៅជា multi speed 20 multi speed ទី3 DI 4ទៅ multi speed ទី4ចឹង DI 3 multi speed ទី3 DI 4 multi speed 4តមកទៀតយើងចូលទៅក្នុង frequency source កន្លែងលេខ1នេះយើងរើសយកវាជា multi speed អូខេតមកទៀតយើងកើ speed ដោយសារតែlow speed ដែលយើង setting វាត្រូវជា speed ទី4ចឹងខ្ញុំ low speed ដាក់ 20F ហើយ high speed DI 4ហ្នឹងគឺជា speed ទី8ខ្ញុំកើយកវាជា40 50F high speed ដោយសារតែ DI 3របស់យើងរើសវាមិនជា terminal ទី3 terminal ទី4អញ្ចឹងយើងមើលទៅដើម្បីពេល terminal ទី3 reaction គឺ speed ទី4អញ្ចឹងខ្ញុំកែ speed ទី4ទៅជា 20F ហើយនៅពេលដែលterminal ទី4បាន1គឺ speed ទី8អញ្ចឹងខ្ញុំដាក់វាទៅជា 50F តមកទៀតយើងត្រូវបង្កើត account ទៅយកពាក្យ solar pump លេខ parameter sample group កន្លែងនេះយើងអត់ត្រូវការប្រើមួយ MPPT function ទេចាញ់យើងត្រូវ disable ចោលនេះវាតាក់ទងមួយនឹង solar បើសារតែគាត់យើងប្រើជា multi speed អត់តាក់ទង solar ទេចុច enter បិទទៅចោលទៅតទៅ setting ហើយចុច reset មកតទៅទៀតយើងភ្ជាប់ com មួយ DI មួយ run ប៉ុន្តែយើងមើលនេះចាប់តាម run ប៉ុន្តែ frame ខាងអត់មានទេហើយពេលយើងយក com ភ្ជាប់មួយ low 20F ជាប់ទៅហើយជា 20F បើសិនយើងយក low ភ្ជាប់ជាមួយនឹង high វាតែ 50F នេះ high okay